Chẳng lẹp thì phí dương bà cáo chia boolean raster chẳng là không cái này pra raster calculator hay tuần này để dương pra cứ đi âm sam sắp hai nắng slope dlg nè slope còn dương nè chẳng dương trời ca tuần này slope dương add slope chỗ máu hai nắng tuần này đi âm mà dương nè ok đi âm ok chẳng những ba thu raster calculator search máu raster calculator bạc máu chẳng dương từ ca chắp vô slope đại tôi chiến mà rốiแต่ขนมการในយើងត្រឹម120ទេ120នេះវាចូលភ្នំហើយមានភ្នំពី3មានភ្នំមួយខែងភ្នំក្រោមនេះអញ្ចឹងណាអញ្ចឹងពួកហ្នឹងវាខ្ពស់ស្រាប់ហើយនេះពួកនេះខ្ពស់ស្រាប់ហើយអញ្ចឹងយើងយកត្រឹមតែ50បានហើយតែយើងយកអានេះតូចជាង50តូចជាង50ហើយប្រសពជាមួយនឹងslope តូចជាងប៉ុន្មាន slope តូចជាង10ឬក៏ slope តូចជាង15ទៅចាក់មើលសិនតូចជាង15អូខេហ្នឹងណាយើងបានប៉ុណ្ណឹងអាហ្នឹងកន្លែងយើងកណនីហ្នឹងប៉ុណ្ណឹងឯងហើយយើងមកមើលគេឲ្យយើងដាក់ឈ្មោះថាម៉េច suitable bool នេះ boolean ហ្នឹងណា boolean មកបាក់ហៅពេកអាហ្នឹងមានន័យថាវាចាប់ផ្ដើមធ្វើការ select ទិន្នន័យទាំងពីរហ្នឹងអា dim តូចជាង50ហើយ slope តូចជាង15អញ្ចឹងវាចាប់យកបើសិនជា2ហ្នឹង pixel ទាំងពីរហ្នឹងនៃ layer ទាំងពីរហ្នឹងវាពិតដូចគ្នាវាចេញលេខ1បើវាអត់ពិតអាមួយណាអត់ពិតវាចេញលេខ0អញ្ចឹងណាអាហ្នឹងគេហៅវា boolean raster យើងរានមកនេះចឹងយើងឃើញតូចជាង15 degree វាស្ទើរតែពេញមក boundary ហើយសក់01ហ្នឹងអាក្រហមនេះ1អានេះ0ពួកនេះsẽពុះឥឡូវថយបន្តិចថយមកត្រឹម10បានហើយថយមកត្រឹម10ហើយយើងរានភាសាទៀតមើលអូខេចាពួកនេះsẽពួក slope តូចជាង10ឥឡូវយើងថយអានេះទៀតយើងថយអា elevation nàyយកតែ20បានហើយតូចជាងឬស្មើ20អានេះតូចជាងឬស្មើ10ចឹងអាពួកនេះsẽពួកខ្ពស់ហើយម្ដុំនេះខ្ពស់ចឹងអត់ត្រូវទេអត់ suitable ទេចឹងរបស់កន្លែង suitable គឺកន្លែងក្រហមម្ដុំនេះអូខេចឹងយើងប៉ុណ្ណឹងទៅ20និង10 dim តូចជាងឬស្មើ20ប្រសពជាមួយនឹង slope តូចជាងឬស្មើ